Sốt cao đá puประปันទី4នៅក្រោយវត្តចំបាបាទពេលនេះជាមានវត្តមាននៅក្រោយវត្តចំបាដើម្បីចូលរួមក្នុងពិធីសូត្រកៅដាពូប្រព័ន្ធទី4គឺថាប្អូនទី4របស់ក្មេកនៅចំបាបានកាត់ពីយ៉ាងងន់នៅបងប្អូនដូចថ្ងៃก่อนมันប្រសងពីអង្គសូត្រកៅដាវិធីជាវិធីបញ្ចប់សូមពូសັບសម័យឡើងគួរចំបាជួបក៏សូមសង្ខេបពីលក្ខណៈនិងសន្និដ្ឋានជួបស្នាម៉ែឪរស់នៅធ្វើបុណ្យឲ្យតន់គាត់នៅរស់ភ្នែកនៅមើលកើតនេះគេហៅថាបុណ្យខែភ្លឺគាត់នៅហូបកើតយើងមើលឃើញរីឯម៉ែឪដែលស្លាប់ទៅនឹងឯងកូនចៅធ្វើបុណ្យឧទ្ទិសទៅគេហៅថាបុណ្យខែងងឹតលោភៈទោសៈមោហៈចូលក្នុងខ្លួនมันអាចដឹកនាំឲ្យធ្វើល្អបានទេមានតែលោភមានតែលន់បានប្រពុតថាបុគ្គលរកបានដោយកម្រជាភូមិរបស់សពបរោះនឹងឯងគឺមាន2ទី1បុព្វការីបុគ្គលអ្នកធ្វើឧបការៈមុនបានដល់ម៉ែឪឬក៏គ្រូអាចារ្យទី2កតញ្ញូកតវេទីបុគ្គលបានដល់អ្នកដឹងហើយធ្វើតបវាមិនសូវបានទាំងពីរណាញោមច្រើនតែបានតែម្ខាងបានតែពីម៉ែពីឪចិញ្ចឹមកូនប៉ុន្តែដល់កូនម៉ែកូនចិញ្ចឹមម៉ែឪវិញពិបាកម៉ែម្នាក់ចិញ្ចឹមកូន10រស់ដោយស្រួលប៉ុន្តែកូន10ចិញ្ចឹមម៉ែម្នាក់រស់មិនស្រួល